មកដឹងព័ត៌មានលំអិតតាក់ទងទៅនឹងការកែសម្រួលកងទ័ពនៅព្រំដែនកម្ពុជាថៃប្រិយមិត្តជាទីមេត្រីដោយយោងតាមក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ថាមកដល់ពេលនេះពុំមានការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាទេហើយផ្ទុយទៅវិញគឺមានការត្រៀមខ្លួនជានិច្ចនៅក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួនដោយយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិនៅថ្ងៃទី9ខែមិថុនាឆ្នាំ2025នេះបានលើកឡើងថាសូមជម្រាបជូនដល់សាធារណជននិងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិអំពីការវិវត្តថ្មីៗនៃស្ថានភាពនៅតំបន់ព្រំដែនកម្ពុជាថៃដូចខាងក្រោម1ពុំមានការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាហើយដែលកងទ័ពកម្ពុជាបានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ2រាល់ការរៀបចំកម្លាំងកងទ័ពកម្ពុជារាប់ទាំងការឈរជើងការពង្រាយកម្លាំងការកែសម្រួលកម្លាំងការចល័តកម្លាំងគឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជានិងក្នុងគោលដៅត្រៀមខ្លួនការពារបូរណភាពទឹកដីរបស់កម្ពុជាតែប៉ុណ្ណោះ3កងទ័ពកម្ពុជាគាំទ្រដល់ការខិតខំស្វែងរកដំណោះស្រាយបញ្ហាដោយសន្តិវិធីប៉ុន្តែត្រៀមខ្លួនជាស្រេចដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដីប្រឆាំងរាល់ការប៉ុនប៉ងឃ្លានពាននានា4កងទ័ពកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការចូលរួមគាំទ្រដល់យន្តការចរចាព្រំដែនជាមួយប្រទេសថៃជាពិសេសគណៈកម្មាធិការព្រំដែនចម្រុះ JBC ដើម្បីបន្តកិច្ចការវាស់ខណ្ឌសីមានិងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ក្រៅពីចំណុចដែលកម្ពុជានឹងដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ម្យ៉ាងទៀតលោកសម្ដេចតេជោហ៊ុនសែនក៏បានឆ្លើយបញ្ជាក់នៅលើគេហទំព័រ Facebook ផ្លូវការរបស់សម្ដេចផងដែរថាការកែសម្រួលកម្លាំងគឺដើម្បីឲ្យស្របនៅក្នុងទឹកដីយើងហើយមិនមែនជាការដកកងទ័ពចេញពីទឹកដីខ្លួននោះទេបន្ថែមពីលើនេះទៀតលោកសម្ដេចតេជោក៏បានបញ្ជាក់ទៀតថាគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជាគឺប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ហើយគោលជំហរនេះគឺមិនប្រែប្រួលនោះទេជាងនេះទៅទៀតសម្ដេចតេជោក៏បានឆ្លើយតបនិងបញ្យល់ផងដែរថាសង្គ្រាមនឹងមិនអាចបង្កើតខ្សែព្រំដែនថ្មីបានទេនិងយើងមិនខ្ចីដង្ហើមគេដកទេតែយើងចង់ការពារជីវិតប្រជាជនកុំឲ្យស្លាប់ដោយសារសង្គ្រាមជាមួយគ្នានោះដែរក្រសួងការពារជាតិសូមអំពាវនាវឲ្យបងប្អូនជនរួមជាតិនិងអ្នកសារព័ត៌មានទាំងអស់ប្រើប្រាស់តែព័ត៌មានដែលមានប្រភពច្បាស់លាស់ជាពិសេសព័ត៌មានផ្លូវការដែលចេញពីរាជរដ្ឋាភិបាលកម្ពុជានិងក្រសួងការពារជាតិដែលជាប្រភពព័ត៌មានត្រឹមត្រូវពិតប្រាកដនិងអាចជឿទុកចិត្តបានបាទអញ្ចឹងហើយសូមបងប្អូនរក្សាឲ្យបាននូវភាពស្ងៀមស្ងាត់រងចាំការដោះស្រាយពីថ្នាក់លើជាពិសេសគឺរាជរដ្ឋាភិបាលក៏ដូចជាក្រសួងការពារជាតិដែលលោកខិតខំដោះស្រាយបញ្ហាដោយសន្តិវិធីជៀសវាងកុំឲ្យកើតមាននៃការផ្ទុះអាវុធដែលវាអាចបង្កឲ្យមានគ្រោះមហន្តរាយទាំងសងខាង